ច្បាប់ទី2កុំទុកចិត្តមិត្តភ័ក្តិច្រើនពេករៀនពីរបៀបប្រើសត្រូវផងហេតុអ្វីបានជាខ្ញុំនិយាយថាមិនអោយទុកចិត្តមិត្តភ័ក្តិហេតុអ្វីបានជាខ្ញុំនិយាយថាមិត្តភ័ក្តិមានគ្រោះថ្នាក់ស្ដាប់មើលទៅដូចជាខូខើមែនដែរឬទេប៉ុន្តែគិតមើលមិត្តភ័ក្តិស្គាល់នៅចំណុចខ្សោយរបស់អ្នកពួកគេអាចច្រណែននឹងអ្នកហើយជារឿយៗពួកគេអាចសុំជំនួយពីអ្នកនិងរំពឹងអ្វីពីអ្នកហើយពេលខ្លះធ្វើឲ្យអ្នកស្មុគស្មាញមិនអាចសម្រេចរឿងអ្វីមួយបានឡើយកត្តាដែលធ្វើឲ្យពួកគេកាន់តែគ្រោះថ្នាក់នោះគឺមិត្តភ័ក្តិដឹងពីចំណុចខ្សោយរបស់អ្នកមិត្តភ័ក្តិនៅជាមួយអ្នកច្រើនជាងអ្នកផ្ទះទៅទៀតអាចនិយាយបានថាពួកគេកាន់សន្លឹកបៀននៃភាពទន់ខ្សោយរបស់អ្នកបាននិយាយពីសត្រូវដែលមកពីខាងមុខអ្នកអាចការពារទុកមុនបានចុះបើសិនជាមិត្តភ័ក្តិចាក់អ្នកពីក្រោយខ្នងតើអ្នកការពារយ៉ាងដូចម្តេចបកមកនិយាយអំពីសត្រូវវិញពួកគេធ្វើឲ្យអ្នកទាយទុកមុនបានការប្រឆាំងរបស់ពួកគេធ្វើឲ្យអ្នកកាន់តែមុជស្រួចហើយនេះហើយគឺជាចំណុចសំខាន់សត្រូវដែលคล้ายជាមិត្តអាចស្មោះត្រង់ជាងមិត្តរបស់អ្នកពីមុនមកទៅទៀតដោយសារតែពួកគេមិនមានអ្វីលាក់បាំងចំពោះលោកអ្នកនោះទេនៅក្នុងរឿងសាមកុកតួអង្គម្នាក់ដែលមានឈ្មោះថាឆាវឆាវគឺជាមេដឹកនាំដ៏ខ្លាំងមានល្បិចច្រើនហើយរបៀបនៅក្នុងការដឹកនាំប្រទេសនិងដឹកនាំមន្ត្រីរបស់គាត់ក៏យកទៅតាមច្បាប់នេះជាច្រើនផងដែរបើសិនជាគ្នាយើងជាអ្នកតាមដានរឿងសាមកុកយើងប្រកាសជាច្បាស់ហើយថាឆាវឆាវគឺជាតួអង្គម្នាក់ដែលមានការសង្ស័យច្រើនហើយមិនងាយទុកចិត្តណានោះទេទោះបីជាអ្នកនោះគឺជាមិត្តភក្តិឬក៏ជាកូនរបស់គាត់ក៏ដោយឧទាហរណ៍ដ៏លេចធ្លោមួយដែលឆាវឆាវចូលចិត្តប្រើប្រាស់នៅក្នុងខ្សែភាពយន្តនគរ3នោះគឺការបញ្ចុះបញ្ចូលមន្ត្រីចាស់តាមតំបន់ដែលមានភាពស្មោះត្រង់តាមតំបន់នោះឲ្យមកគាត់បម្រើគាត់វិញនៅពេលដែលគាត់អូសទាញមន្ត្រីស្មោះត្រង់ទាំងនោះបានហើយគាត់នឹងធ្វើការកាត់ក្បាលមេខ្លោងធំបំផុតនៅក្នុងតំបន់នោះនៅក្នុងសង្គ្រាមរវាងឆាវឆាវនិងលីពូក្រោយពីឆាវឆាវបានយកឈ្នះលីពូឆាវឆាវបានចាប់ខ្លួននៅមន្ត្រីជាច្រើនរបស់លីពូក្នុងនោះក៏មានមន្ត្រីដ៏ស្មោះត្រង់ម្នាក់មានឈ្មោះថាចាងលីវដែលនឹកការសម្រេចចិត្តដ៏នឹកស្មានមកដល់មួយរបស់ឆាវឆាវគឺឆាវឆាវមិនត្រឹមតែមិនប្រហារជីវិតចាងលាវដែលជាមន្ត្រីចាស់របស់លីពូនោះទេគាត់បែរជាយកចាងលាវឲ្យមកបម្រើខាងគាត់ទៅវិញការសម្រេចចិត្តដ៏នឹកស្មានមកដល់នេះធ្វើឲ្យចាងលាវវិលកតេះឡង់នៅក្នុងខួរក្បាលមែនទែនដោយសារតែហេតុអ្វីបានជាសត្រូវធ្វើល្អដាក់គាត់ហើយយកគាត់ចូលទៅក្នុងខ្លួនឲ្យតំណែងជាមន្ត្រីនិងមេតបធំទៀតដោយសារតែឃើញឆាវឆាវចេះមើលទេពកោសល្យមនុស្សបែបនេះធ្វើឲ្យចាងលាវមានអារម្មណ៍ធ្វើការនិងសាងគុណសម្បត្តិជាច្រើននៅខាងនគរអ៊ួយគ្រប់ចម្បាំងគ្រប់សង្គ្រាមជាច្រើនមិនដែលខ្វះមុខចាងលាវនោះទេហើយនេះគឺជានិយមន័យដែលឆាវឆាវប្រែពីសត្រូវឲ្យក្លាយទៅជាមិត្តនិងស្មោះត្រង់ចំពោះគាត់ទៀតខ្ញុំមានឧទាហរណ៍មួយទៀតទាក់ទងនឹងជីវិតពិតដែលគ្នាយើងធ្លាប់រៀបរាប់ប្រាប់ខ្ញុំនៅក្នុងប្រអប់ឆាតប៉ុន្តែខ្ញុំសូមមិនបញ្ចេញឈ្មោះនោះទេដោយសារនេះគឺជាបទកម្មសិទ្ធិបញ្ញាខ្ញុំសូមឧទាហរណ៍ឈ្មោះដោយប្រើសុកនិងសៅទៅចោះសុកនិងសៅគឺជាមិត្តភ័ក្តិរវាងគ្នាតាំងពីតូចលេងជាមួយគ្នាទៅណាមកណាជាមួយគ្នាគេងផ្ទះជាមួយគ្នាស៊ីបាយជាមួយគ្នាទៀតកុមារភាពរបស់ពួកគេមើលទៅស្អិតរមួតហើយធំឡើងក៏មិនមានជាបញ្ហាអ្វីដុំកំភួនដែរពួកគេរៀនសាលាជាមួយគ្នារៀនជំនាញដូចគ្នាជំនាញស្ថាបត្យកម្មហើយធ្វើការ intern នៅក្នុងក្រុមហ៊ុនតែមួយទៀតផងបាននិយាយពីចរិតពួកគេទាំងពីរសុកធ្វើបិទតែមានទេពកោសល្យនិងខំប្រឹងធ្វើការប៉ុន្តែគាត់មិនសូវចេះនិយាយស្ដីនិងអែបអបថ្នាក់លើនោះទេខុសពីសៅគាត់មានជំនាញនេះដូចជាជំនាញមកពីកំណើតអញ្ចឹងបើនិយាយពីការងាររបស់គាត់អត់សូវចាញ់លទ្ធផលទេប៉ុន្តែគាត់ពូកែនៅក្នុងការយកចិត្តថ្នាក់ដឹកនាំនៅក្នុងពេលមួយដែលពួកគេត្រូវបានទម្លាក់ឲ្យធ្វើការគម្រោងមួយពីរនាក់សិក្សាគម្រោងអគារមួយនៅក្នុងទីក្រុងភ្នំពេញគម្រោងនេះគឺពួកគេធ្វើការជាក្រុមតែរឿងដែលនឹកស្មានមកដល់នោះគឺសុកធ្វើការតែម្នាក់ឯងគត់ដោយសារសៅយល់លេសថាគាត់អត់សូវមានបទពិសោធន៍និងមិនសូវមានកំណត់ច្រើនដូចជាសុកគម្រោងនេះគឺបានជោគជ័យហើយត្រូវចិត្ត client ខ្លាំងណាស់ក្រុមហ៊ុនបានចំណូលជាច្រើនដោយសារគម្រោងនេះប៉ុន្តែរឿងដែលនឹកស្មានមកដល់នោះគឺសុកត្រូវបានគេកោះហៅប្រជុំនិងទទួលបានក្រដាសពមៀនបើសិនជាគ្នាយើងអ្នកធ្វើការនៅក្នុងក្រុមហ៊ុនប្រហែលជាស្គាល់ក្រដាសពមៀនហ្នឹងគឺជាអីហើយតែបើប្រិយមិត្តយើងនៅរៀនអីប្រហែលជាអត់តន់ស្គាល់ហ្នឹងទេអាហ្នឹងគឺជាក្រដាសពមៀនទៅលើ performance នៅពេលដែលបុគ្គលិកធ្វើអ្វីខុសមួយហើយលទ្ធផលដែលទទួលបាននោះគឺអាចជាការកាត់លុយឬក៏មិនឡើងប្រាក់ខែពេញមួយឆ្នាំអីក៏ថាបានដែរសុកមានការហួសចិត្តខ្លាំងមែនទែនប៉ុន្តែគាត់ដោយសារតែចរិតគាត់គេហៅថា introvert គាត់អត់ហ៊ាននិយាយតវ៉ាជាមួយមេនោះទេគឺគាត់ឲ្យគេចោទគាត់ពេញមាត់តែម្ដងហើយក្រោយមកទៀតទើបគាត់ស៊ើបដឹងថាមិត្តភ័ក្តិដ៏ល្អរបស់គាត់ហ្នឹងគឺលួចការងាររបស់គាត់យកទៅ submit ឲ្យមេហើយប្រាប់ថាគេអ្នកធ្វើតែម្នាក់ឯងហើយទទួលពិតប្រាប់មេថាសុកហ្នឹងអត់ជួយធ្វើការខ្លួនទៀត
បាននិយាយទៅសៅធ្វើបែបនេះគឺវាសមហេតុសមផលតែសមហេតុបែបថោកទាបដោយសារតែពេលនោះគឺចិត្តដល់ពេលវេលាដែលគេហៅថា evaluation នៅក្នុងការឡើងប្រាក់ខែរបស់បុគ្គលិកនីមួយៗអញ្ចឹងបុគ្គលិកនីមួយៗត្រូវយក performance ឲ្យមែនតែនដើម្បីទទួលបានប្រាក់ខែនៅក្នុងឆ្នាំថ្មីតាំងពីពេលនោះមកសុកត្រូវបានថ្នាក់លើជាន់ឈ្លីនិងកែប្រែទស្សនៈទៅលើគាត់ទាំងស្រុងរហូតដល់គាត់នៅក្រុមហ៊ុននោះលែងកើតក៏សម្រេចចិត្តដាក់ពាក្យឈប់ដូច្នេះហើយតើអ្វីទៅគឺជាចំណុចសំខាន់នៅក្នុងច្បាប់ទី2នេះវាមិនមែននិយាយអំពីភាពគ្មានបេះដូងចំពោះអ្នកនិងមិត្តភក្តិនោះទេខ្ញុំចង់និយាយថាបើសិនជាអ្នកទុកចិត្តគេខ្លាំងពេកដោយshareអ្វីនិងចែករំលែកអ្វីទៅមិត្តភក្តិអស់រហូតដល់មិនមានការការពារខ្លួននោះវាគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ជួនកាលអ្នកដែលអ្នកប្រឈមមុខគឺងាយស្រួលទប់ទល់ជាងមិត្តភក្តិដែលនៅចិត្តអ្នកពីក្រោយខ្នងនៅក្នុងពាក្យមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគឺមនុស្សគឺតែងតែចង់ឃើញអ្នកល្អប៉ុន្តែគេមិនចង់ឃើញអ្នកល្អជាងគេនោះទេបើនិយាយពីមិត្តភាពខ្ញុំអត់ចង់អ្នកទាំងអស់គ្នាសង្ស័យទៅលើមិត្តភាពច្រើននោះទេប៉ុន្តែក៏គួរតែកុំកលេសខាសពេកអ្នកទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នខ្លះអរគុណសម្រាប់វីដេអូថ្ងៃនេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់ស្ដាប់ការសម្រាយសៀវភៅវែងៗអាចចូលទៅ Subscribe នៅក្នុង Channel YouTube ខ្ញុំបានបន្តិចទៀតខ្ញុំនឹងមានការបកប្រែសៀវភៅជាច្រើនដែលមានប្រយោជន៍ចំពោះគ្នាយើងអរគុណសម្រាប់ការស្ដាប់វីដេអូនៅក្នុងថ្ងៃនេះជួបគ្នានៅក្នុងវីដេអូក្រោយ